ដើមឆ្នាំ2014មកករណីជំងឺអេបូឡាបានលេចឡើងនៅក្នុងប្រទេស4នៃទ្វីបអាហ្វ្រិកប្រទេសហ្គីណេ លីបេរីយ៉ា សៀរ៉ាឡេអុន និងនីហ្សេរីយ៉ាអាជ្ញាធរសុខាភិបាលប្រទេសទាំង4សហការជាមួយនឹងអង្គការសុខភាពពិភពលោកព្រមទាំងដៃគូសុខភាពទាំងអស់បានប្រមូលផ្ដុំកម្លាំងគ្នាការពារនិងទប់ស្កាត់កុំឲ្យវីរុសអេបូឡានេះរាលដាលដល់ប្រទេសផ្សេងទៀតសម្រាប់ខាងអឺរ៉ុបការវិយតម្លៃគ្រោះហានិភ័យនៃការចម្លងវីរុសអេបូឡាទៅអឺរ៉ុបតាមរយៈអ្នកដំណើរមានកម្រិតទាបណាស់ក៏ប៉ុន្តែមិនច្រានចោលថាគ្មានគ្រោះចម្លងសោះនោះទេចំណែកឯអង្គការសុខភាពពិភពលោកវិញបានទាញសញ្ញាអាសន្នប្រកាសអាសន្នកម្រិតពិភពលោកប្រឈមនឹងការរីករាលដាលនៃជំងឺអេបូឡាក៏ប៉ុន្តែទោះជាយ៉ាងដូចនេះក្តីក៏អង្គការមិនចេញបំរាមហាមឃាត់ឬក៏បិទចរាចរណ៍ផ្លូវអាកាសទៅកាន់ប្រទេសកំពុងតែរងគ្រោះព្រោះជំងឺអេបូឡាដែរដើម្បីកុំឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចតើអេបូឡាគឺជាអ្វីគេបានស្គាល់វីរុសនិងអត្តសញ្ញាណរបស់អេបូឡាជាលើកទី1នៅក្នុងឆ្នាំ1976ក្នុងពេលដែលមានផ្ទុះករណីកើតជំងឺអេបូឡា2ទន្ទឹមគ្នានៅប្រទេសស៊ូដង់និងនៅប្រទេសកុងហ្គោប្រទេសទាំងពីរដែលមានហូរកាត់ដោយស្ទឹងមួយឈ្មោះថាអេបូឡាទើបគេឲ្យឈ្មោះជំងឺគ្រុនក្តៅខ្លួនហូរឈាមឬក៏គ្រុនឈាមអាហ្វ្រិកនោះថាអេបូឡារហូតមកវីរុសអេបូឡាស្ថិតនៅក្នុងចង្កើមគ្រួសារវីរុស Filovirus វីរុសនេះមាន5ប្រភេទគឺ Ebola virus Bundibugyo ឬហៅកាត់ថា BDBV Ebola virus EBOV RSTV និង SUDV ព្រមទាំង Typhore Taf ខុសពីវីរុស RSTV និង Taf វីរុស Ebola BDBV EBOV និង SUDV មានឃើញនៅក្នុងតែទ្វីបអាហ្វ្រិកហើយនៅពេលដែលចូលទៅដល់ក្នុងខ្លួនមនុស្សហើយនឹងបង្កជាអាការៈក្តៅខ្លួនខ្លាំងឬក៏ហៅថាគ្រុនឈាមចំណែកឯប្រភេទ RSTV ដែលឃើញមាននៅក្នុងប្រទេសហ្វីលីពីននិងចិនដីគោកអាចចម្លងមនុស្សដែរក៏ប៉ុន្តែរហូតមកទល់នឹងពេលនេះគេពុំដែលបានទទួលសេចក្តីរាយការណ៍ណាមួយទាក់ទងទៅនឹងករណីឆ្លងវីរុសកើតជំងឺអេបូឡាឬក៏ស្លាប់ព្រោះវីរុសអេបូឡាសោះនៅចិននិងនៅហ្វីលីពីនវីរុសអេបូឡាគឺជាវេរីរបស់សត្វព្រៃវាអាចចម្លងពីសត្វព្រៃមកមនុស្សបន្ទាប់មកពីមនុស្សទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់គ្នាដោយផ្ទាល់ដូចជាការប៉ះពាល់ឈាមអង្គធាតុរាវជីវសាស្ត្រមានជាអាចឈាមញើសទឹកនោមទឹកដោះលាក់និងលាក់ទឹករំអិលឬក៏ជាលីកាសត្វមនុស្សមានផ្ទុកជំងឺមានផ្ទុកវីរុសនេះតែម្ដងមនុស្សម្នាក់អាចចម្លងយកវីរុសអេបូឡាពីសត្វព្រៃបានដរាបណាបានទៅប៉ះពាល់ឈាមទឹករងៃទឹករំអិលសរីរាង្គឬក៏សារធាតុរាវមានជីវិតរបស់សត្វព្រៃមានជំងឺនៅអាហ្វ្រិកគេសង្កេតឃើញមានការចម្លងមេរោគបន្ទាប់ពីបណ្ដាជនបានទៅចាប់ប៉ះពាល់សត្វស្វាសត្វឆាំប៉ង់ហ្សេហ្គោរីជ្រឹងឆ្លុះកាំប្រមាឈឺឬក៏ស្លាប់នៅក្នុងព្រៃត្រូពិកបន្ទាប់មកវីរុសអេបូឡាក៏បន្តរីករាលដាលចម្លងក្នុងសហគមន៍ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ឬក៏ជួនកាលមិនបានប៉ះពាល់ដោយផ្ទាល់លើបុគ្គលទេតែបានទៅកាន់ទៅប៉ះទីបរិស្ថានដែលមានឆ្លងមេរោគរួចទៅហើយលោកវិជ្ជបណ្ឌិតលីសុវណ្ណប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលសូមពន្យល់បំភ្លឺបន្ថែមអំពីការចម្លងនៃវីរុសអេបូឡានេះសូមអញ្ជើញស្ដាប់ការចម្លងជំងឺនេះពីមនុស្សអ្នកទៅមនុស្សនេះគឺតាមរយៈការប៉ះពាល់ផ្ទាល់បាទមានន័យថាយើងទៅប៉ះពាល់អ្នកជំងឺតាមរយៈប៉ះពាល់ទៅលើរាងកាយដែលមានប្រឡាក់ឈាមបាទឬមួយក៏តាមរយៈជាតិរំអិលឬមួយក៏អ្វីៗដែលរបស់អ្នកជំងឺចេញមកហើយយើងទៅប៉ះបាទហើយឆ្លងមកយើងឬមួយក៏មនុស្សតាមរយៈនៅក្នុងមន្ទីរពេទ្យដែលការងារអនាម័យមិនបានល្អប្រសើរនោះវាជាការមិនបានសម្លាប់មេរោគនៅលើមជ្ឈុលបាទឬមួយក៏យើងនឹងទៅប៉ះពាល់ទៅលើផ្ទៃទាំងឡាយណាដែលមានផ្ទុកមេរោគអេបូឡានេះបាទជាសូមបញ្ជាក់ដល់នេះថាជាការប៉ះពាល់ជាជំងឺមួយដែលប៉ះពាល់ផ្ទាល់ទៅលើអ្នកជំងឺនោះហើយពុំមានការឆ្លងតាមខ្យល់ឬមួយក៏តាមការក្អកនោះទេបាទពិធីបុណ្យសពដែលតាមទំនៀមទម្លាប់ប្រពៃណីជនជាតិខ្លះនៅអាហ្វ្រិកឪពុកម្ដាយញាតិសន្តានសាច់សាលោហិតត្រូវទៅស្ទាបទៅប៉ះសាកសពដោយផ្ទាល់មុននឹងពេលបិទមឈូសក៏អាចជាភ្នាក់ងារនិងជាឱកាសចម្លងមេរោគអេបូឡាដែរស្ពាំមេជីវិតរបស់បុរសរបស់មនុស្សប្រុសអាចមានសមត្ថភាពចម្លងវីរុសអេបូឡាបានដល់ទៅ7សប្តាហ៍បើទោះបីជាមនុស្សប្រុសនោះបានជាសះស្បើយពីរោគអេបូឡាហើយក៏ដោយ
ជំងឺអេបូឡាគឺជាជំងឺបង្កឡើងដោយវីរុសធ្ងន់ធ្ងរហើយវីរុសនៅពេលដែលចូលទៅដល់ខ្លួនមនុស្សអាចសម្ងំពី2ទៅ21ថ្ងៃមុននឹងផ្ដល់ជាអាការៈរោគសញ្ញាឡើងជាលើកដំបូងសូមស្ដាប់ប្រសាសន៍របស់លោកលីសូវ៉ាន់ជាថ្មីម្ដងទៀតជាជំងឺមួយដែលគេហៅថាជំងឺគ្រុនឈាមនៅអាហ្វ្រិករោគសញ្ញាវាគឺប្រាប់ថានឹងគ្រុនឈាមនៅក្នុងអាស៊ីដែរប៉ុន្តែគាត់ថាគ្រុនឈាមជំងឺអេបូឡានេះអាចវិវត្តធ្ងន់ធ្ងរបាទមានអត្រាស្លាប់នោះរហូតដល់ទៅ 90% នោះបាទគឺចាប់ឡើងដោយមានគ្រុនក្តៅភ្លាមៗមានសញ្ញាឈឺក្បាលភ្នែកក្រហមឈឺសាច់ដុំឬមើលក៏ខ្សោយសាច់ដុំហើយមានសញ្ញាក្អួតនិងរាគសញ្ញាពិសេសទៀតនោះគឺថាអាចវិវត្តទៅមានការហូរឈាមដែលបណ្ដាលឲ្យមានការកន្ទួលស្បែកពណ៌ក្រហមឬមកហូរឈាមក្នុងស្បែកបាទហើយវិវត្តបន្តទៀតហ្នឹងទៅជាមានការហូរឈាមខាងក្នុងហើយធ្វើឲ្យមានការបាត់បង់ជាតិទឹកនិងឈាមហ្នឹងហើយអ្នកជំងឺហ្នឹងអាចសន្លប់ឬមួយក៏ស្លាប់ដោយសារការហូរឈាមចេញនៅខាងក្នុងបាទហើយករណីខ្លះទៀតធ្វើឲ្យប៉ះពាល់ដល់គ្រឿងក្នុងបាទធ្វើឲ្យខ្សោយបាទគ្រឿងក្នុងល្អនោះហើយអាចស្លាប់បានបាទមុននឹងកំណត់ថាបុគ្គលម្នាក់មានជំងឺអេបូឡាគ្រូពេទ្យត្រូវតែធ្វើរោគវិនិច្ឆ័យច្រានចោលថាគ្មានទេជំងឺឆ្លងផ្សេងទៀតនៅក្នុងខ្លួនអ្នកជំងឺនោះគេត្រូវប្រកាសថាអ្នកជំងឺគ្មានកាត់ជំងឺគ្រុនចាញ់គ្រុនពោះវៀនអាសន្នរោគជំងឺប៉េះឬក៏គ្រុនក្តៅធម្មតាឬក៏ជំងឺរលាកខួរក្បាលរលាកថ្លើមឬក៏គ្រុនឈាមផ្សេងទៀតបន្ទាប់មកអ្នកជំងឺត្រូវឆ្លងកាត់ការធ្វើតេស្តវិភាគឈាមច្រើនទៀតទើបអាចកំណត់រោគវិនិច្ឆ័យចុងក្រោយថាកើតមានជំងឺអេបូឡាគ្មានថ្នាំព្យាបាលនិងថ្នាំវ៉ាក់សាំងការពារណាដែលបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់ជាទូទៅដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡាទេនៅក្នុងពេលបច្ចុប្បន្ននេះថ្នាំវ៉ាក់សាំងជាច្រើនមុខកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយហើយគ្មានមួយសោះអាចដាក់ដំណើរឲ្យប្រើប្រាស់ជាផ្លូវការស្របតាមបែបវិទ្យាសាស្ត្រនោះអ្នកជំងឺដែលធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរហើយត្រូវបានទទួលការព្យាបាលយ៉ាងប្រញឹកនិងបន្ទាន់ដោយអ្នកជំងឺប្រភេទនេះតែងតែឆាប់ខ្សោះជាតិទឹកការព្យាបាលគឺត្រូវផ្ដល់ជាតិទឹកផ្ដល់ទឹកឲ្យពិសាឬក៏ដោយដាក់ solution electrolyte ឬក៏ព្យួរសេរ៉ូមនិងគ្មានឡើយវិធីព្យាបាលជាពិសេសឲ្យចំជំងឺអេបូឡាមួយនេះ Serum Enzamab របស់សហគ្រាសឱសថអាមេរិកនិងកាណាដាក៏ជាថ្នាំអង្គបដិបកដែលស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយក៏ប៉ុន្តែដោយយល់ទៅលើស្ថានភាពរាតត្បាតនៃវីរុសអេបូឡានិងដោយឈលលើគោលការណ៍ការពារប្រសើរជាងព្យាបាលទើបអង្គការសុខភាពពិភពលោកបានចេញសេចក្តីអនុញ្ញាតពិសេសនៅថ្ងៃម្សិលមិញឲ្យប្រើប្រាស់ថ្នាំនេះនៅអាហ្វ្រិកជាការសាកល្បងដោយហេតុតែគ្មានថ្នាំព្យាបាលនិងថ្នាំវ៉ាក់សាំងអ្វីដែលប្រសើរជាងគេបំផុតគឺការពារចេះការពារដោយខ្លួនឯងគឺជាអាវុធដ៏ប្រសើរបំផុតក្នុងការកាត់បន្ថយការឆ្លងនិងការស្លាប់វិធានមាសដែលមានប្រសិទ្ធភាពលើគ្រប់ករណីគឺត្រូវតែលាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ក្នុងករណីនៅអាហ្វ្រិកសារដ៏សំខាន់ដែលត្រូវបញ្ជ្រាបជូនសាធារណជនមាន3ចំណុចសំខាន់គឺកាត់បន្ថយគ្រោះចម្លងពីសត្វព្រៃមកមនុស្សដោយមិនប៉ះពាល់សត្វប្រចៀវសត្វជ្រឹងសត្វស្វាដោយផ្ទាល់ដៃនិងត្រូវតែបរិភោគសាច់សត្វទាំងអស់នោះក្រោយពេលចម្អិនបានឆ្អិនល្អពោលគឺមិនបរិភោគសាច់សត្វព្រៃឆៅទេកាត់បន្ថយគ្រោះចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក្នុងសហគមន៍ដោយជៀសវាងមិនប៉ះពាល់គ្នាប្រសិនបើដឹងថាមាននរណាម្នាក់បានទៅប៉ះពាល់សត្វឬក៏មនុស្សមានជំងឺសហគមន៍ដែលរងគ្រោះដោយជំងឺអេបូឡាត្រូវផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយទៅកាន់ប្រជាជនទាំងមូលអំពីប្រភេទនិងពីប្រភពនាំឲ្យកើតរោគអ្នកស្លាប់ត្រូវតែកប់ជាបន្ទាន់ចំពោះអ្នកដំណើរវិញដែលត្រូវឆ្លងកាត់ប្រទេសមានរោគអេបូឡារាតត្បាតនៅពេលមានអាការៈក្តៅខ្លួនលើសពី 38.5 អង្សាត្រូវតាក់ទងទៅមន្ទីរពេទ្យស្ថានទូតឬក៏ភ្នាក់ងារបម្រើយន្តហោះភ្លាមតាំងពីថ្ងៃដំបូងរហូតដល់រយៈពេល21ថ្ងៃក្រោយពីត្រឡប់មកពីប្រទេសទាំងអស់នោះវិញ